គឺនិយាយរួមទៅវាផ្ដល់ផលឲ្យយើងគ្រប់តងផ្កាតែម្ដងតងអាផ្កាណាខំទៅវាច្រើនមានជួនកាលដល់50ផ្លែក៏មានដែរបាទឆ្នាំតែមិញមានចកោមខ្លះ40ក្នុងដើមមួយហ្នឹងវាមានមួយចកោមហ្នឹង40ផ្លែទៅ50ផ្លែក៏មានបងសង្កេតឃើញថាមុនពេលប្រើជី UPL Nano នេះហើយនឹងពេលប្រើតើដំណាំចន្ទីរបស់បងខុសគ្នាយ៉ាងដូចមិនដែរបងកន្លងមកខ្ញុំប្រើផលិតផលផ្សេងអីចឹងទៅវាធ្វើអត់ឲ្យមានទំនុកចិត្តដែរត្រង់ថាកន្លែងណាដើមណាល្អក៏វាល្អទៅដើមណាដែលវាមិនល្អគឺវាមិនល្អអញ្ចឹងទៅមានន័យថាវា50% នៅក្នុងចការយើងណាអញ្ចឹងពេលណាយើងប្រើ ML Nano នេះវាមានន័យថាជាទូទៅវា80% ទៅ 90% បាទផ្លែរបស់វាហ្នឹងវាគ្រប់តងផ្កាហ្នឹងគឺនិយាយរួមទៅវាផ្ដល់ផលឲ្យយើងគ្រប់តងផ្កាតែម្ដងតងអាផ្កាណាខំទៅវាច្រើនមានជួនកាលដល់50ផ្លែក៏មានដែរបាទឆ្នាំតែមិញមានចកោមខ្លះ40ក្នុងដើមមួយហ្នឹងវាមានមួយចកោមហ្នឹង40ផ្លែទៅ50ផ្លែក៏មានហើយក្រៅពីហ្នឹងអញ្ចឹងទៅវាមានចាប់ពី5ផ្លែ10ផ្លែ7ផ្លែតាមយើងអញ្ចឹងទៅវាអត់ចោលទេបើសិនតែវាចោលផ្កាចុងក្រោយអីចុងកំពូលណាបាទអាហ្នឹងវាមាន2 3ផ្លែអីចុងក្រោយ4 3ផ្លែអីចឹងទៅតែសម្រាប់ថាតាមមេឃដែលនៅខាងមេឃក្រមហ្នឹងគឺវាផ្លែច្រើនខ្ញុំថាខ្ញុំអាចថានឹងដោះដូរក្រុមហ៊ុននឹងចេញទេព្រោះខ្ញុំប្រើទៅវាកញ្ចប់ទូចមែនតែវាគុណភាពបើចំពោះខ្ញុំថាទទួលយកបានហើយក៏មានបងប្អូនខ្លះគាត់មកមើលចការខ្ញុំអញ្ចឹងទៅគាត់ប្រើជាមួយខ្ញុំដែរបាទ